លទ្ធផលនៃការចរចានៅថ្ងៃទី16ម្សិលមិញនេះហាក់ដូចជាមិនសពប្រកបសោះខាងភាគីរុស្ស៊ីទាមទារឲ្យអ៊ុយក្រែនដកទ័ពទាំងអស់ចេញពី4តំបន់ជាថ្នូវនឹងការទទួលយកបទច្បាញ់រយៈពេល30ថ្ងៃដែលគ្មានលក្ខខណ្ឌនោះបន្ទាប់មកភាគីខាងអ៊ុយក្រែនក៏ទទូចចង់ជួបជាមួយលោកពូទីនដល់ផ្ទាល់ហើយគឺជាការជួបជំនួបជាលើកទី2ផងដែរប្រសិនបើអាចនោះតើលោកពូទីននឹងអាចហ៊ានជួបជាមួយនឹងសេឡិនស្គីដែរឬទេបាទសូមលំអរកាយនិងសូមស្វាគមន៍ប្រិយមិត្តមកកាន់ព័ត៌មានអន្តរជាតិហើយនេះគឺជាការផ្សាយបាននៅថ្ងៃទី17ខែសុភាឆ្នាំ2025បាទចឹងប្រិយមិត្តមកតាមដានតកតងអំពីការចរចាបាទរវាងរុស្ស៊ីនិងអ៊ុយក្រែនជាមួយនឹងខ្ញុំបន្តទៀតណាប្រិយមិត្តបាទចឹងនៅថ្ងៃទី16ម្សិលមិញហ្នឹងបន្ទាប់ពីបាទបញ្ចប់កិច្ចចរចាអស់រយៈពេល2ម៉ោងកន្លះជាលទ្ធផលដូចជាមិនទទួលបានជាផ្លែផ្កាអីដុំកពួនអីនោះទេអញ្ចឹងភាគីទាំងពីរបាទយល់ព្រមនៅក្នុងការដោះដូរអ្នកទោសបាទទាំងសងខាងប្រមាណជា1000នាក់បាទខាងអ៊ុយក្រែនព្រមប្រគល់ទៅឲ្យ1000នាក់ខាងរុស្ស៊ីព្រមប្រគល់មកឲ្យ1000នាក់ប៉ុន្តែវាគឺជាចំនួនដ៏ច្រើនមួយដែរដែលកន្លងមកមិនធ្លាប់មានណាប្រិមិត្តអ្វីដែលឃើញថាគួរឲ្យកត់សម្គាល់នោះភាគីខាងរុស្ស៊ីបាទមន្ត្រីគណៈពលថ្នាក់ទាបរបស់រុស្ស៊ីប្រមាណជាដូចជា8នាក់ហ្នឹងបាទមានការទៀមទាឲ្យអ៊ុយក្រែនហ្នឹងដកទ័ពទាំងអស់បាទចេញពី4តំបន់ដូចជាតំបន់ខឺសុនលូហានដូណេតសាប៉ូវីយ៉ាហ្នឹងណាប្រិមិត្តគឺដកទ័ពចេញពី4តំបន់ហ្នឹងទាំងអស់ជាថ្នូរនឹងការទទួលយកបទច្បាញ់ដែលរុស្ស៊ីនឹងធ្វើវាណាប្រិមិត្តបន្ទាប់មកបាទអំពីសំណើនៅក្នុងចំណុចមួយនេះបាទក្រោយតែ2ម៉ោងកន្លះហ្នឹងគឺនិយាយតែប្រមាណចំណុចហ្នឹងទេបាទប្រិមិត្តនិយាយតែពីតារឿងប្រមាណចំណុចនេះទេហើយបន្ទាប់មកអ៊ុយក្រែនក៏បានបាទទទូចស្នើទៅវិញផងដែរថាការមកជួបហ្នឹងគឺគោលបំណងបំផុតដែលត្រូវមកចរចាហ្នឹងគឺទទួលយកបទច្បាញ់ទាំងសងខាងមិនមែនមកកាត់ទឹកដីនោះទេបាទដូច្នេះទេបាទខាងអ៊ុយក្រែនគឺទទូចឲ្យរុស្ស៊ីទទួលយកបទច្បាញ់ដែលគ្មានលក្ខខណ្ឌជាមួយនឹងខ្លួនហ្នឹងទី1ទី2គឺសេឡិនស្គីបាទគឺគោលបំណងរបស់សេឡិនស្គីដែលពាក្យសម្ដីរបស់លោកបាទយូមេរ៉ូដែលជារដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែនហ្នឹងគឺបាទពំនាំពាក្យសម្ដីរបស់សេឡិនស្គីថាប្រធានាធិបតីអ៊ុយក្រែនចង់ជួបចរចាដោយផ្ទាល់ជាមួយនឹងភាគីរុស្ស៊ីដែលមានលោកពូទីនម្ដងទៀតអញ្ចឹងលើកហ្នឹងមិនបានសម្រេចប៉ុន្តែនឹងមានការចរចាជាមួយលោកពូទីនម្ដងទៀតត្រូវតែជួបមុខគ្នាផ្ទាល់ណាភាគីខាងរុស្ស៊ីបាទមន្ត្រីប្រមាណម៉ានអ្នកហ្នឹងគឺនៅមុខបាទមន្ត្រីរបស់អ៊ុយក្រែនហ្នឹងមើលមុខគ្នាមិនហ៊ានអាកាត់នោះទេរឿងចំណុចហ្នឹងណាដូច្នេះហើយបានជាស្ថានភាពការចរចាវាដូចជាមានការរលូនអីទៅមុខសោះព្រោះនៅពេលដែលគេដាក់ចំណោទមកឲ្យខាងអ៊ុយក្រែនអាចឆ្លើយបានបដិសេធក៏ឆ្លើយនឹងបញ្យលមូលហេតុទៅវិញចឹងទៅប៉ុន្តែដល់ពេលខាងអ៊ុយក្រែនដាក់សំណើទៅវិញភាគីខាងរុស្ស៊ីអត់ហ៊ានអាកាត់ដូច្នេះទេអញ្ចឹងហើយបានជាម្សិលមិញហ្នឹងបាទលោកប៉ូឡូដូមីសេឡិនស្គីថាលោកពូទីនបានបញ្ជូនមន្ត្រីលខោនបាទក្រន់តែបំផន់ភ្នែកមិនហ៊ានអាកាត់ហើយដូចជាពំនាំពីសម្ដីរបស់ពូទីនហ្នឹងមកចរចាដដែលហ្នឹងប្រិមិត្តអញ្ចឹងហើយបានជាបាទលោកដូណាល់ត្រាំហើយគណៈប្រតិភូរបស់ទូគីហើយនឹងលោកប៉ូឡូដូមីសេឡិនស្គីមានការហួសចិត្តអំពីបញ្ហានេះសម្បីតែលោកម៉ារ៉ូតដែលជាមេបាទដឹកនាំអង្គការ NATO ហ្នឹងក៏មានការសង្ហាចិត្តផងដែរអំពីការបញ្ជូនមន្ត្រីរបស់រុស្ស៊ីមកកាន់ទឹកដីទូគីនេះណាប្រិមិត្តដែរបើចឹងប្រភពសារព័ត៌មានគីវ Independent បានចេញផ្សាយថាភាគីខាងរុស្ស៊ីទាមទារឲ្យកងទ័ពរបស់អ៊ុយក្រែនចេញពី4តំបន់ទាំងអស់នៅក្នុងការដោះដូរយកបទច្បាញ់រយៈពេល40ថ្ងៃគណៈបដិភូរបស់អ៊ុយក្រែននិងរុស្ស៊ីបានបញ្ចប់កិច្ចចរចារបស់ពួកគេនៅទីក្រុងអេស្តង់បុលកាលពីថ្ងៃទី16ខែឧសភាបន្ទាប់ពីបាននិយាយតិចតួចតែប៉ុណ្ណោះរយៈពេល2ម៉ោងមិនទាន់បានធ្វើកិច្ចព្រមព្រៀងណាមួយអំពីបទច្បាញ់រយៈពេល40ថ្ងៃពេញលេញហើយទីក្រុងមូស្គូទាមទារឲ្យកងទ័ពរបស់អ៊ុយក្រែនដកទ័ពទាំងសងចេញពី4តំបន់ដែលនេះគឺជាគោលបំណងរបស់លោកពូទីនដែលបានអះអាងត្រៀមនឹងបញ្ចុះ4តំបន់ធ្វើជាទឹកដីរបស់ខ្លួននោះប្រភពមួយពីការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនបានរៀបរាប់សង្ខេបអំពីការពិភាក្សាបញ្ជាក់អំពីទៅកាន់ទីក្រុងគៀវថាគណៈបដិភូរបស់ទីក្រុងមូស្គូបានទទូចឲ្យអ៊ុយក្រែនដកថយចេញពី4តំបន់នៅក្នុងតំបន់ដូណេតលូហានសាប៉ូវីយ៉ានិងខឺសុនបើទោះបីជារុស្ស៊ីមិនទាន់បានគ្រប់គ្រងលើ4តំបន់នោះពេញលេញក៏ដោយសម្រាប់វិមានកឹងឡានបានប្រកាសដោយខុសច្បាប់នៃការដាក់បញ្ចូលតំបន់ចំនួន4បន្ទាប់ពីបានធ្វើប្រជាមតិខ្លាំងៗនៅក្នុងឆ្នាំ2022ដែលបានដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ីដែលជាចំណាត់ការដែលមិនមានទម្ងន់ពីអន្តរជាតិនិងការគ្រប់គ្រងពីអន្តរជាតិនោះទេ
ទោះបីជាយ៉ាងណាក៏ដោយការទៀមទាមកពីប្រភពដែលបាននិយាយបង្ហាញអំពីចំណាប់អារម្មណ៍របស់គណៈប្រតិភូរបស់អ៊ុយក្រែនគឺថាមន្ត្រីថ្នាក់ទាបរបស់ខាងរុស្ស៊ីបានមកដល់នេះពួកគេមិនអាចសម្រេចផែនការមួយចំនួននោះទេហើយគឺពួកគេបាននាំពាក្យពីសម្ដីរបស់ទីក្រុងម៉ូស្គូគឺលោកពូទីនតែប៉ុណ្ណោះយើងទៅតាមប្រភពបានដឹងផងដែរថាអំឡុងពេលការចរចាអ៊ុយក្រែនបានផ្ដល់បទឈប់បាញ់ភ្លាមៗនឹងការផ្លាស់ប្ដូរអ្នកទោសទាំងអស់និងរៀបចំជំនួបទល់មុខគ្នារវាងលោក Volodymyr Zelensky និងលោក Putin ម្ដងទៀតផងដែរនៅក្នុងការអភិវឌ្ឍវិជ្ជមានមួយរុស្ស៊ីនិងអ៊ុយក្រែនបានឈានទៅដល់កិច្ចព្រមព្រៀងសម្រាប់ការផ្លាស់ប្ដូរអ្នកទោសប្រមាណជា 1000 នាក់ដែលនោះក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនគឺលោកយូមេរ៉ូដែលកំពុងតែដឹកនាំគណៈប្រតិភូរបស់អ៊ុយក្រែនហើយបានប្រកាសសារព័ត៌មានការពីល្ងាចថ្ងៃទី16នោះបន្ទាប់ពីការចរចាបញ្ចប់ភ្លាមៗលោក Zelensky និងមេដឹកនាំកម្ពុជានៅក្នុងតំបន់អឺរ៉ុបមួយចំនួនបានធ្វើការខលទូរស័ព្ទជាមួយនឹងគ្នាជាពិសេសបានខលទូរស័ព្ទជាមួយនឹងលោក Donald Trump ដែលជាមេដឹកនាំរបស់សហរដ្ឋអាមេរិកបានពិភាក្សាអំពីបញ្ហានេះប្រធានាធិបតីបារាំងគឺលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់គឺលោក Friedrich Merz និងនាយករដ្ឋមន្ត្រី Keir Starmer របស់ចក្រភពអង់គ្លេសនិងនាយករដ្ឋមន្ត្រីប៉ូឡូញគឺលោក Donald Tusk បានចូលរួមនិងគាំទ្រចំពោះគោលជំហររបស់លោក Volodymyr Zelensky នៅក្នុងការប៉ុនប៉ងជួបដោយផ្ទាល់ជាមួយលោក Putin សម្រាប់លោក Zelensky បានបង្ហាញថាខ្លួនបានត្រៀមខ្លួនរួចស្រេចនៅក្នុងការទទួលយកបទច្បាញ់ដ៏គ្មានលក្ខខណ្ឌជាមួយនឹងភាគីរុស្ស៊ីតែលោកក៏បាននិយាយបន្តថាប្រសិនបើរុស្ស៊ីនៅតែបន្តអរិទ្ធភាពហើយមិនព្រមទទួលយកបទច្បាញ់និងលក្ខខណ្ឌមួយចំនួននោះទេទណ្ឌកម្មជាច្រើននឹងបានដាក់ទៅលើប្រទេសរុស្ស៊ីរហូតតែបញ្ចប់សង្គ្រាមមេដឹកនាំអន្តរជាតិបានស្ដីបន្ទោសទីក្រុងម៉ូស្គូមិនព្រមមានឆន្ទៈនៅក្នុងការបញ្ចប់សង្គ្រាមហើយឃើញថានៅតែបន្តប្រយុទ្ធនៅក្នុងទឹកដីរបស់អ៊ុយក្រែនលោក Donald Tusk ដែលជានាយករដ្ឋមន្ត្រីរបស់ប៉ូឡូញក៏បាននិយាយថាភាគីខាងរុស្ស៊ីនៅឯទីក្រុងអេស្តង់បុលបានផ្ដាច់ការចរចាហើយបដិសេធមិនព្រមបញ្ឈប់ការបាញ់ប្រហារនោះទេវាគឺជាពេលវេលាបង្កើតសម្ពាធកាន់តែអាក្រក់ឡើងបើអញ្ចឹងគឺរុស្ស៊ីគាត់មិនចង់បញ្ឈប់សង្គ្រាមផងហើយទៅបង្ខំឲ្យគាត់បញ្ឈប់សង្គ្រាមបាទរៀងដូចហាក់ជាពិបាកបន្តិចហើយនៅប្រិមិត្តណាហើយអ្វីដែលប្រិមិត្តបាទតែងតែធ្លាប់ទៅលើខ្ញុំនិយាយថាទោះបីជាចរចាក៏ដោយនៅប្រិមិត្តក៏ភាគីរុស្ស៊ីហ្នឹងក៏មិនអោយអ៊ុយក្រែនរួចខ្លួនដែរមិនអោយអ៊ុយក្រែនរួចខ្លួនយ៉ាងម៉េចប្រិមិត្តគឺលក្ខខណ្ឌគឺដាក់ដូចជាអសន្នវត្តឲ្យអ៊ុយក្រែនចោះចាញ់អញ្ចឹងទេបាទសម្រាប់វត្តមានរបស់អាមេរិកដាក់សម្ពាធប៉ុណ្្នឹងហើយនៅតែទីក្រុងម៉ូស្គូនៅតែមិនទទួលយកបានទៀតណាប្រិមិត្តបើអញ្ចឹងខ្ញុំបាទក៏បញ្ចប់ព័ត៌មានតាមនេះហើយចាំមើលតាមដានបន្តទៀតតើសហរដ្ឋអាមេរិកនឹងត្រូវធ្វើអ្វីចំពោះលោកពូទីនហើយថាតើនឹងមានការជួបចរចាដល់ផ្ទាល់នៅថ្ងៃក្រោយដែរទេជាមួយលោក Volodymyr Zelensky បើចឹងប្រិមិត្តអ្នកស្ដាប់ទីគ្រប់សុំប្រិមិត្តមកបង្វែរមកតាមដានអំពីព័ត៌មានមិនប្រក្រតីមួយរបស់យន្តហោះចម្បាំងF-16របស់អ៊ុយក្រែនដែលមុននេះបន្តិចមានការចេញផ្សាយថាមានការបាត់បង់F-16របស់អ៊ុយក្រែនមួយគ្រឿងទៀតហើយនៅឯសមរភូមិបាទអញ្ចឹងតាមការបញ្ជាក់របស់សារព័ត៌មាន Fresh News បានដឹងផងដែរថាអ្នកបើកបរយន្តហោះហ្នឹងគឺមិនបានបាត់បង់ជីវិតនោះទេបានចុចកន្លែងកុងតាក់ផ្ដាច់កៅអីចេញពីយន្តហោះដោយសុវត្ថិភាពហើយតាក់ទងអំពីការធ្លាក់យន្តហោះចម្បាំងនេះបើតាមសារព័ត៌មានផ្សេងខ្ញុំបានប្រមូលព័ត៌មាននៅកតនន័យហើយមានការបញ្ជាក់ថាយន្តហោះហ្នឹងគឺមុនដំបូងឡើងបើកការវាយប្រហារនៅថ្ងៃទី16វេលាទៀបភ្លឺគឺនៅម៉ោង 3:30 នាទីវេលាទៀបភ្លឺតែម្ដងហើយបានបើកការវាយប្រហារទៅលើទីតាំងរបស់រុស្ស៊ីនៅភាគខាងកើតចំនួន3កន្លែងទៅហើយនៅប្រិមិត្តបន្ទាប់មកខុសចូលទៅដល់តំបន់ដែលជាគោលដៅទី4នៃការបំផ្លាញនោះស្រាប់តែពីឡុតនឹងបង្វែរទិសដៅយន្តហោះចម្បាំងនឹងចេញពីកន្លែងដែលមានប្រជាជនរស់នៅច្រើនគាត់បានបង្វែរហើយក៏គាត់ចុចកៅអីផ្ដាច់ចេញពីតួខ្លួនយន្តហោះតែម្ដងប៉ុន្តែមិនបានបញ្ជាក់ថាមកពីកំហុសបច្ចេកទេសឬក៏យ៉ាងម៉េចនោះទេណាប្រិមិត្តណាគឺយន្តហោះនឹងវាធ្លាក់ចុះក្រោមអត់មានគ្រាប់មីស៊ីលរបស់រុស្ស៊ីណាបាញ់ប្រហារពីក្រោមនោះទេប៉ុន្តែបើសិនជាវាធ្លាក់ចុះក្រោមដោយមានការផ្ដាច់យន្តហោះអញ្ចឹងទំនងជាវាកាំងម៉ាស៊ីនឬក៏កំហុសបច្ចេកទេសអ្វីមួយហើយណាប្រិមិត្តហើយប្រសិនបើប្រព័ន្ធខែការពីដែនអាកាសរបស់រុស្ស៊ីបាញ់ទម្លាក់ពិតមែនអំឡុងពេលហ្នឹងគឺអ្នកបើកបរយន្តហោះហ្នឹងគឺមានជីវិតរស់រានគឺតិចណាស់ណាប្រិមិត្តណាហើយនឹងអាចពេលហោះហ្នឹងគឺឆេះយកតែម្ដងប៉ុន្តែនេះអត់ទេណាប្រិមិត្តគាត់ចុចកៅអីចេញហើយយន្តហោះហ្នឹងធ្លាក់ចុះក្រោមរហូតដល់ក្រោមទើបវាមានការខូចខាតបាទអញ្ចឹងខ្ញុំបាទក៏សូមធ្វើការអានអត្ថបទមួយនេះតាមសារព័ត៌មាន Fresh News ចែកជូនទៅដល់ប្រិមិត្តដូចតទៅផងដែរកងទ័ពអាកាសរបស់អ៊ុយក្រែនបានដឹងថាកាលពីថ្ងៃសុក្រទី16ខែសីហា
យន្តហោះចម្បាំង F6 មួយគ្រឿងត្រូវបានបាត់បង់បន្ទាប់ពីបានបង្ហាញបានកាត់ឡើងនៅលើអាកាសប៉ុន្តែពីឡុតបានចុចកៅអីផ្ដាច់ចេញពីយន្តហោះដោយសុវត្ថិភាពនេះបើយន្តតាមប្រភពសារព័ត៌មាន Reuters បើជឿគឺមានន័យថាបញ្ជាក់ថា F16 នៅថ្ងៃទី16នៅម្សិលមិញហ្នឹងមានការបាត់បង់ប៉ុន្តែបាទអ្នកបើកបរយន្តហោះហ្នឹងស្រាប់តែចុចផ្ដាច់បាត់កៅអីចេញពីយន្តហោះតែម្ដងកងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូចនេះថាយោងទៅតាមទិន្នន័យបឋមស្ថានភាពមិនប្រក្រតីមួយបានលេចឡើងនៅលើយន្តហោះអាកាសយាននិកបានបញ្ជាយន្តហោះចេញពីតំបន់ដែលមានមនុស្សច្រើនហើយចុចផ្ដាច់កៅអីចេញពីយន្តហោះបានដោយជោគជ័យបើតាមពាក្យសម្ដីរបស់កងទ័ពអ៊ុយក្រែននិងអាកាសយាននិករូបនេះមិនបានបញ្ជាក់អំពីបញ្ហាឲ្យបានលម្អិតនោះទេហើយថាវានឹងមានឧបសគ្គអ្វីនោះទេប៉ុន្តែមិនមែនជាការបាញ់ប្រហារពីសត្រូវឡើយគួរបញ្ជាក់ផងដែរថាករណីខាងលើនេះគឺជាករណីធ្លាក់យន្តហោះចម្បាំង F6 លើកទី2សម្រាប់ទីក្រុងគៀវចាប់ផ្ដើមទទួលបានយន្តហោះនេះពីសម្ព័ន្ធមិត្តរបស់អាមេរិកកាលពីឆ្នាំមុនក្រោមកម្មវិធីដែលមានការយល់ព្រមពីរដ្ឋាភិបាលអតីតប្រធានាធិបតីសហរដ្ឋគឺលោក Joe Biden កាលពីចុងឆ្នាំ2024 F16 មួយគ្រឿងក៏បានធ្លាក់ហើយអាកាសយាននិករបស់យន្តហោះនោះបានបាត់បង់ជីវិតនៅពេលដែលព្យាយាមទប់ស្កាត់អំពីការវិប្រហារតាមរយៈផ្លូវអាកាសរបស់កងកម្លាំងរុស្ស៊ីទ្រង់ទ្រាយធំទោះបីជាយ៉ាងណាក៏ដោយភាគីអ៊ុយក្រែនមិនបានបញ្ជាក់អំពីចំនួនយន្តហោះដែលមាននៅក្នុងដៃរបស់ខ្លួននោះទេ